បាទសូមគោរពនិងជំរាបសួរបាទដល់ពុកម៉ែបងប្អូនទាំងអស់បាទដែលនិយមគាំទ្រក្នុងបណ្ដាញសង្គម YouTube ថ្ងៃនេះខ្ញុំមានវីដេអូមួយគឺជាវីដេអូស្រាយចម្ងល់ពីបងមួយចំនួនដែលគាត់ឆាតមកខ្ញុំបាទពីព្រឹកមិញក៏ដូចជាពីយប់មិញដែរដោយសារតែពីម្សិលមិញខ្ញុំបានចេញវីដេអូមួយបាទពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរ compressor ដោយយើងយក compressor ផ្សេងមកជំនួស compressor 075 នេះហើយ compressor ដែលខ្ញុំយកមកចំនួននេះគឺប្រភេទ Hitachi បាទហើយយើងយកមកជំនួសបាទទៅលើបាទទូ LG ដែលប្រើបាទ compressor 075 បាទខ្ញុំសូមបញ្ជាក់ថាប្រភេទ compressor គឺវាជាប្រភេទ compressor DC ដូចគ្នាបាទ volt វាគឺ C240 ដូចគ្នាបាទ240 volt DC បាទអញ្ចឹងបើយើងនិយាយពី volt វិញគឺមិនលើគ្នាទេបាទគឺប្រហាក់ប្រហែលគ្នាឬស្មើគ្នាហើយចំណែកតម្លៃរបុំនីមួយៗរបស់ជើងម៉ូប៊ីនបាទគឺតម្លៃវាស្មើគ្នាបាទលុះត្រាតែប្រភេទ110ឬ100 volt បាទដោយសារតែប្រភេទហ្នឹងគឺខ្ញុំវាស់មើលឃើញតែ8អូមទេបាទហើយប្រភេទរបស់220ទូ LG ទូ Pana Samsung ប្រភេទទូដែលប្រើភ្លើង220ប្រភេទ inverter ដែលប្រើនៅ compressor DC នេះគឺយើងវាស់របុំវាគឺបាន14អូមជាងបាទជើងរបេងហ្នឹងគឺស្មើគ្នាហើយវីដេអូនេះគឺខ្ញុំចេញមកដើម្បីស្រាយចម្ងល់បងដែលគាត់ឆាតមកខ្ញុំគាត់សួរថាប្រភេទinverter វាស៊ីភ្លើង DC បាទយើងដាក់ខាងណាក៏វាដើរដែរគាត់ប្រាប់ខ្ញុំអញ្ចឹងណាបាទតែខ្ញុំក៏បានជម្រាបជូនគាត់វិញថាប្រកបណាស់បាទប្រភេទ compressor DC ដូចគ្នានៅពេលដែលយើងដាក់យើងអត់ស្គាល់ជើង UVW បាទយើងដាក់ព្រាវឬដាក់ស្មានគឺវាដើរដូចគ្នាបាទដើរដូចគ្នាបាទគ្រាន់តែថាដើរមួយដើរអត់បូមប្រេងបាទមួយទៀតដើរមិនបូមប្រេងនិងបូមប្រេងបាទហើយចំពោះ compressor ដែលយើងដាក់អត់ត្រូវស្តង់ដាររបស់វាបានសេចក្តីថាវាបញ្ច្រាស់ UVW បាទវានឹងបាទគឺដើរបញ្ច្រាស់អញ្ចឹងប្រេងនឹងអត់បូមទេណាបាទអញ្ចឹងយើងត្រូវតែត្រឡប់ជើងឬមួយក៏ត្រឡប់ស្នាប់បាទដើម្បីឲ្យត្រូវបាទនៅ UVW របស់វាបាទទៅប្រេងវាបូមអញ្ចឹង compressor ហ្នឹងដំណើរការល្អហើយគឺអត់ងាយខូចទេបើសិនជា compressor ហ្នឹងវាមិនបូមប្រេងទេអញ្ចឹងវាប្រើបានយូរទេបាទបន្តិចគឺវាមានបញ្ហាបាទរិចរិលកាំងធ្វើឲ្យ compressor ហ្នឹងឡោកគេហៅថាឡោកបូមឬមួយក៏ឡោកប៊ីស្តុងព្រោះនៅក្នុង compressor នីមួយគឺមានប៊ីស្តុងដើម្បីដំណើរការបាទដំណើរការបឺតបាញ់បញ្ជូនហ្គាសវិលជុំត្រឡប់មកដើម្បីធ្វើឲ្យទូយើងត្រជាក់អញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ជាក់ជូនបងដែលចោទសួរខ្ញុំឲ្យខ្ញុំធ្វើវីដេអូដើម្បីដាក់ចូលក្នុង YouTube ក៏ដូចជាធ្វើការចែករំលែកដល់បងប្អូនទាំងអស់ដែលបងប្អូនខ្លះគាត់ដឹងបងប្អូនខ្លះគាត់មិនដឹងអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើជូនចំពោះបងដែលមិនទាន់ដឹងបាទដូចជាបងប្រុសដែលគាត់កំពុងតែឆាតសួរខ្ញុំក៏ដូចជាឲ្យខ្ញុំធ្វើវីដេអូដើម្បីធ្វើការចែករំលែកបាទឥឡូវនេះខ្ញុំធ្វើជូនតាមសំណុំពររបស់គាត់ហើយវីដេអូពីម្សិលមិញគឺខ្ញុំចេញបាទអំពី compressor មួយនេះដែលវាយកទៅជំនួស075ប៉ុន្តែខ្ញុំអត់ទាន់បានដាក់ជំនួសទេបាទដោយសារតែ compressor ពីម្សិលមិញខ្ញុំតេស្តវាទៅឃើញថាវាឡើងប្រេងបាទវាឡើងប្រេងណាអញ្ចឹងខ្ញុំក៏មិនទាន់បានដាក់ចូលទៅក្នុងទូដែរហើយក៏អត់ទាន់ដឹងថាយើងយក compressor ប្រភេទ Hitachi នេះទៅដាក់នឹងវាជោគជ័យ100%ឬក៏យ៉ាងម៉េចទេហើយចំពោះ compressor Hitachi ពីម្សិលមិញដែលខ្ញុំយកមកតេស្តបាទគឺយកមកដាក់ទៅគឺវាលើសប្រេងខ្លាំងបាទវាលើសប្រេងអញ្ចឹងធ្វើឲ្យ compressor ហ្នឹងវាឡើងប្រេងបន្តិចអញ្ចឹងខ្ញុំនឹងធ្វើការដកប្រេងចេញបាទដើម្បីដាក់ចូលទៅក្នុងទូ LG ហើយយើងដំណើរការបញ្ចូលហ្គាសមើលថាតើ compressor Hitachi មួយនេះ
ai chùm nua xôn chất phèm thì bạn ọt bạn ai chùm nua xôn chất phèm bạn ọt hay khi nhóm đằng tranh video mùi tiết pi rồi biếp đã ở việc bồm prey trầm trấu tăng đà bạn ở trong UVW bạn ở trong một cái món á bạn chẳng một cana trong UVW bảo biết cứ đập na cá bông prey đó chẳng compressor nó cứ ở khôi têมันnghề khôi tê cứ đập na cá êm bạn thấy có miền bong phồn khác có lọc chọt suộc nhưng mùi buồn tha compressor lao được xa ấy mà cứ lao được xa tại vì ở bông prey như mùi có prey như việc stir được có prey như việc khoa hay bong khác các bạn chọt suộc nhưng tha tá bỏ sân chỉ compressor nâng khoa prey tao dương thua mày đăng là khoa bạn lơ preying bạn dương đăng thơ mày tha về lơ preying nhưng á bạn chân không nằm bên video cõi sầm nào thua ca chạy chun đó bom ôn thằng ngọc nè hỏi bạn đăng bạn vô tha hai đứa bạn chỉ lơ preying dương đăng tha bẹp ná hai đứa khoa preying dương đăng tha bẹp nà chẳng á bạn chân video này cứ miền tập phần năng tê cứ nhom màu xanh trong ngol bong đại cọt ngol hơi cọt màn chat suốt nhom toa tam rìa telegram cọt suốt tha được trong ri rập hàng lưới trắng bạn nhom ri rập hàng lưới cứ bong hai chị anh nâng dồn hay bong nam mình ai ở mình toàn dồn ai comment xua nó không YouTube rồi mới có ai chat nó không telegramបន្តទៅcác bạn đây bạn bạn trong videoនេះគឺមានតែប៉ុណ្្នឹងទេបាទគឺបញ្ហាធំដែលយើងលើកយកមកនិយាយហ្នឹងគឺ compressor បើកាលណាយើងដាក់មិនត្រូវជើងរបស់ compressor ដូចថាប្រភេទជើង UVW វាហ្នឹងបាទបើសិនជាយើងដាក់មិនត្រូវស្តង់ដារវាទេគឺវាអត់បូមប្រេងទេអញ្ចឹងកាលណាវាអត់បូមប្រេងបាទគឺវានឹងឆាប់កាំង compressor ឆាប់ខូចអញ្ចឹងបាទទូហ្នឹងយើងអាចឡងមកយើងវិញបានអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណជំរាបលា